សូមជម្រាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងគ្នាចឹងថ្ងៃនេះយើងនឹងបន្តសិក្សាទៅលើលំហាត់ for loop របស់យើងទៀតគឺថ្ងៃនេះគឺរៀនអំពី for loop ហើយជា nested loop ទៀតហើយអ្នកទាំងគ្នាអញ្ចឹងយើងនឹងធ្វើការសរសេរកូដដើម្បី display នៅមេគុណលេខអ្នកទាំងគ្នាអញ្ចឹងខ្ញុំនឹងតេស្តឲ្យអ្នកទាំងគ្នាមើលមួយឧទាហរណ៍ថាយើងវាយលេខ6អញ្ចឹងទៅអញ្ចឹងបានន័យថាវាត្រូវ display មេគុណពីមេគុណលេខ1ដល់មេគុណទី6អញ្ចឹងសួរថាយើងត្រូវសរសេរកូដដូចម្តេចដើម្បីឲ្យចេញលទ្ធផលបែបនេះហើយខ្ញុំនឹងដាក់ពណ៌នេះខ្ញុំដាក់ពណ៌ដើម្បីឲ្យយើងស្រួលមើលថាមេគុណណាអញ្ចឹងទៅអញ្ចឹងយើងត្រូវសរសេរកូដដូចម្តេចខ្លះយើងចូលទៅកាន់លំហាត់បងប្អូនគ្នាអញ្ចឹងជាដំបូងគឺយើងមាន loop មួយ in I ស្មើ0ឬក៏ I ស្មើ1 I តូចជាងឬស្មើ10តែម្ដង I បូកហើយមាន loop មួយតង់ទៀតគឺខ្ញុំតាំងដោយ J ចាប់ផ្ដើមពី1ហើយ J តូចជាងឧទាហរណ៍ថាខ្ញុំដាក់ត្រឹម2សិនតូចជាងឬស្មើ2ហើយ J បូកអញ្ចឹងខ្ញុំនឹងឧទាហរណ៍ឲ្យអ្នកទាំងគ្នាមើលឧទាហរណ៍ថាខ្ញុំចង់ស៊ីអាវពាក្យថា hi ណាអ្នកគ្នាឬក៏ hello អញ្ចឹងនៅពេលដែលយើងរ៉ាន់អ្នកគ្នាចាំមើលនៅពេលដែលយើងរ៉ាន់វានឹងចេញពាក្យថា hello ហើយនេះ hello ជាប់គ្នាអញ្ចឹងទាំងអស់អញ្ចឹងអានឹងគឺជាដំណាក់កាលទី1អញ្ចឹងខ្ញុំដាក់ថា /t អញ្ចឹងអ្នកនរគ្នានឹងស្គាល់ពី /t នៅក្នុងមេរៀននេះដូចគ្នានៅក្នុងលំហាត់នេះដូចគ្នា /t ហ្នឹងមានន័យថាស្មើនឹងមួយ tab អ្នកនរគ្នាវានៅពេលដែលយើងដាក់ /t ទៅវាស្មើនឹងយើងចុចមួយ tab បែបនេះ tab ណាអ្នកគ្នា key tab យើងស្មើនឹងយើងចុចមួយ tab អញ្ចឹងនៅពេលដែលយើងដាក់ /t ស្មើនឹងចុចមួយ tab ឥឡូវយើងរ៉ាន់មើលអញ្ចឹងអ្នកនរគ្នាឃើញនេះលទ្ធផលនៅពេលដែលវាចេញពាក្យ hello ហើយវា tab មួយហើយវា hello ទៀត tab មួយ hello ទៀតតាមពិតទៅវាចេញតែ2ដងទេចេញតែ2ដងហើយទើបវាloop ធំដើរម្ដងទៀតទើបវាចេញ2ដងទៀតតែដោយសារតែយើងអត់ដាក់ឲ្យមានចូលបន្ទាត់អញ្ចឹងទើបវាចេញអញ្ចឹងទៅខ្ញុំនឹងតេស្តអ្នកគ្នាមើលមួយទៀតបានន័យថានៅពេលដែល loop ធំដើរម្ដងនៅពេលដែលវាដើរចប់ for loop នេះហើយខ្ញុំឲ្យវាចុះបន្ទាត់មួយអញ្ចឹងខ្ញុំដាក់ថា COUNL បែបនេះក៏បានក៏ចុះបន្ទាត់ដែរអញ្ចឹងយកតេស្តអូខេអញ្ចឹងបានន័យថាវាចេញ2បែបនេះជួរទី1គឺចេញ hello 2ដងបែបនេះCOUNL hello ហើយមាន space ប៉ុណ្ណេះមកទើបវា COUNL hello មួយទៀតទើបចុះបន្ទាត់ហើយលូបធំដើរដល់ជុំទី2ទើបចេញបែបហ្នឹងរហូតដល់10ដងគឺបែបហ្នឹងបន្ទាប់មកយើងត្រូវយល់អីទៀតឧទាហរណ៍ថាខ្ញុំដាក់លូបតូចដាក់ត្រឹម5អញ្ចឹងយើងចាំមើលលទ្ធផលអូខេអញ្ចឹងយើងឃើញថាវាមានជួរខាងលើគឺមាន5 hello ហើយជួរខាងក្រោមនេះគឺមាន10ជួរដដែលគឺអត់បដូរទេជួរដែលចុះមកក្រោមនេះ10គឺនៅតែ10អញ្ចឹងខ្ញុំនឹងដាក់លេខដើម្បីអ្នកនរគ្នាស្រួលមើលថាវា10មែនអត់អញ្ចឹងខ្ញុំនឹងបញ្ជាក់ I នេះគឺ10អ្នកគ្នាគឺ10ជួរមកក្រោមគឺនៅតែ10ជួរមកក្រោមអញ្ចឹងផ្លាស់ប្ដូរតែខាងក្នុងទេគឺបើយើងដាក់2គឺវានឹងចេញ2ហើយ2ជួរឈរអូខេហើយបើយើងមិនចង់ដាក់ NL យើងអាចដាក់មកប្រភេទទៀតបានគឺ /n គឺបានន័យថាចុះបន្ទាត់ដូចគ្នា
លទ្ធផលដដែលអញ្ចឹងគិតសពនេះហើយដែលយើងយកទៅធ្វើមេគុណបានសពគិតសពនេះឯងអញ្ចឹងយើង CI សិន CI ហើយយើងបញ្ចេញអីគេណាអ្នកគ្នាអញ្ចឹងខ្ញុំបញ្ចេញ J អ្នកគ្នាក៏បានឆ្ងល់ឥឡូវយើងដាក់ X សិនយើងលើកយើងបញ្ចេញ X បន្ទាប់មកយើងបញ្ចេញ I បន្ទាប់ពីបញ្ចេញ I យើងបញ្ចេញសញ្ញាស្មើអូខេខ្ញុំដាក់ប៉ុណ្ណឹងឲ្យអ្នកទាំងគ្នាមើលសិនតើទៅពេលដែលយើងរ៉ាំយើងចេញបែបម៉េចនេះអ្នកគ្នាគឺចេញបែបហ្នឹងអញ្ចឹងដើម្បីឲ្យពីរជួរហ្នឹងមានកម្រិតពីគ្នាខ្ញុំថែមគេមិញអ្នកគ្នាគឺ /t នេះអ្នកគ្នាគឺឃើញហើយគឺ1គុណនឹង1 1គុណនឹង2 1គុណនឹង3អញ្ចឹងអ្នកទាំងអស់គ្នានៅពេលដែលមើលមេគុណគឺយើងមើលពីលើចុះក្រោមទៅអត់ប៉ុន្តែកូដដែលយើងបញ្ចេញនេះគឺយើងមិនអាចបញ្ចេញពីលើចុះក្រោមមកដោយម្លងជួនទេអញ្ចឹងការពិតកូដរបស់យើងគឺវាដើរបែបនេះជុំទី1គឺវាដើរបែបហ្នឹងជុំទី1នៃលូបធំគឺវាមាន2ជុំនៃលូបតូចទៀតនេះបានន័យថាជុំទី1នៃលូបធំនៅក្នុងហ្នឹងមាន2ជុំលូបតូចទៀតបន្ទាប់មកជុំទី2នៃលូបធំក៏មាន2ជុំនៃលូបតូចដែរហើយយើងឃើញ1គុណនឹង1ស្មើហើយយើងអត់ទាន់ឃើញចម្លើយទេអញ្ចឹងយើងថែមចម្លើយមួយទៀតគឺយើងយកអីគេគុណនឹងអីយើងយក I គុណនឹង J មកវានឹងឃើញហើយអូខេអញ្ចឹងគឺ1គុណនឹង1ស្មើ1បន្ទាប់មកទើប CI 2គុណនឹង2ស្មើ2វាចុះបន្ទាត់ CI ចុះបន្ទាត់នេះមកទើបចូលទៅកាន់ loop ថ្មីអូខេអ្នកគ្នាក៏បានឆ្ងល់ខ្ញុំនឹងបញ្យល់អ្នកគ្នានៅបន្តិចទៀតនេះអញ្ចឹងអំពី loop អ្នកគ្នាគួរតែយល់អំពី process នៃ loop មួយចំនួនសិនមុននឹងមករៀនលំហាត់នេះមុននឹងមកមើលវីដេអូនៃលំហាត់នេះអញ្ចឹងអ្នកនរគ្នាអាចចូលទៅកាន់ playlist របស់ខ្ញុំដែលនិយាយពី loop ហ្នឹងហើយមើលពីវីដេអូទី1មកនិយាយពី process របស់ loop អូខេ process របស់ loop អញ្ចឹងថា loop វាដើររបៀបម៉េចវាមើលផលិតលក្ខខណ្ឌរបៀបម៉េចអញ្ចឹងខ្ញុំបញ្យល់នៅក្នុងលំហាត់នេះបានន័យថាខ្ញុំឲ្យ loop នេះដើរពី I ស្មើ1ចាប់តាមពី I ស្មើ1ហើយ I តូចជាងឬស្មើ10នេះខ្ញុំចង់កំណត់ឲ្យ loop ធំរបស់ខ្ញុំដើរចំនួន10ជុំពីព្រោះមេលេខរបស់យើងគឺមានតែ10ដងទេឧទាហរណ៍ថាមេ5អញ្ចឹងបានន័យថា5 10ដងអីចឹងទៅ5ម្ដង5 5 2ដង10អីចឹងរហូតដល់5 10ដង50អញ្ចឹងបានជាខ្ញុំដាក់ loop ធំត្រឹម10ដងអញ្ចឹងនៅក្នុង loop ធំនៅពេលដែលវាដើរចប់ម្ដងវានឹងត្រូវចប់បន្ទាត់ដើរម្ដងវានឹងត្រូវចប់បន្ទាត់អញ្ចឹងអ្នកគ្នាមកជួរលើនេះហើយគឺជា loop ធំអញ្ចឹង loop ធំដើរដំបូងមកជុំទី1វាមាន loop តូចនៅក្នុងនឹងទៀត loop តូចនេះគឺ loop តូចអញ្ចឹង loop តូចគឺដើរចំនួន2ដងដែលនៅក្នុងម្ដងវានឹង CI ចេញលទ្ធផលប៉ុណ្នេះអ្នកគ្នាប៉ុណ្នេះចេញលទ្ធផលប៉ុណ្ណឹងនេះ2ដងដោយសារតែយើង J ផ្ដើមពី1ហើយ J តូចជាងឬស្មើ2អញ្ចឹងមិនន័យថាវាចេញ2ដងហើយនៅក្នុងម្ដងគឺចេញប៉ុណ្នេះដែលលេខ1នេះគឺចេញអំពី J របស់យើងដែលនៅជុំទី1នេះឯងហើយ x នេះគុណនេះបានន័យថាចេញពីអក្សរ x ដែលយើង CI ទេហើយលេខ1នេះគឺ I ដែលនៅជុំទី1ហើយសញ្ញាស្មើដែលយើង CI បញ្ចេញនេះគឺ I គុណនឹង J បានន័យថា1គុណនឹង1គឺស្មើ1នឹងឯងអញ្ចឹង loop តូចនេះដើរជុំទី1បានប៉ុណ្ណឹងជុំទី2គឺអត់មានអ្វីផ្លាស់ប្ដូរទេផ្លាស់ប្ដូរតែលេខ2នេះហេតុអីពីព្រោះ J នេះវាឡើង2ហើយអញ្ចឹងបានវាកន្លែងនេះវា CI ជាង2ដែរអញ្ចឹង2គុណនឹង2 2គុណនឹង1គឺស្មើ2អញ្ចឹងឯងអញ្ចឹងបែបហ្នឹងគឺ process របស់វាគឺបែបហ្នឹង
lục thống cứ cũng nó đọc chúng cho cầu nè là đặc nghĩa dương rộp máu dương đang hải muối phí bấy bốn rắm muối bơ bấy bốn đọc chẳng mà đây thà nơi bây được Việt Nam chúng cứ biết trong một tọt chẳng những khơi đọc chúng cho cầu tiếng tốt chỉ này hai mê côn ní tranh sray từ lỡ dương đã đài u to tha chúng đã trầm mê bấm bao rồi bây được trong rán này có thể chấm mờ ok chúng viên năng đa đọc mê bấm bao đi kia chẳng chúng trong này làm hạt nắng chúng cho user với cho mình chúng chúng vừa cả in xài của tổ máy nhung xỉ áo về tranh việt thá ở input từ cán xài input xài màu xỉ in từ cán xài ok tốt mà bây đây plug đấu nhưng mình bạch plug đấu lục thông tê vì lục thông cư cục nọt mấy cuốn trầm đọc mà nó đặc điểm chẳng chúng cái từ lục tối từ lục tối nữa thì dân cài đặt một phần ná mấy cuốn cứ trên một phần đằng đài chứ nhóm cài đã xài mạo lấy dân rán được nè nữa thì chúng đã thả pram chẳng mấy cuốn đằng trên trầm pram chẳng hạt chứ cứ trong ban tập phần đằng tê nào nè trong ban tập phần đằng tê ok chứ miền mũi tiệt cứ cà lên bò đâm bay dân sưu mở cà lên bó dân lên từ lời chê tới nè cùng nó dân nè dân cho ngồi mê muối như tranh miền bò chân tới mê phí của tranh bò từ lời lệch pi rằng ai dân sưu mở chẳng lệch muối nó dân đăng thà vì tranh những bị chê hỏi dân lên style từ lời chê tử ok chẳng là biếp lên style trong ban bằng hai nhà đó nè nơi video muối nó không play đi bọc nhóm bằng hai đi Calipo từ là statement này chẳng statement đây dương bằng hai người không còn sâu nữa chẳng lên là biệt mất đặc biệt cho từ mơ video nông tới nên chơi lên lên style mình trong tại po thế đặc biệt lên style so trade rồi có so đây dương show rồi có underline ấy xem chứ miền được không đông có lên từ lượng background ít xem chẳng của đó tha chúng đã xong làm bấy hay chúng đã qua làm spi âm chẳng tới thì hay trong copy cho mình đặt lại đi chúng ta thả xong âm và bấy bị chọc quá tâm năng đi cái lạnh đam quá đi cái lạnh phải chọc quá chẳng có cái trên nơi lơ tài chi thì chẳng không tôi cho rằng đặt cầm mình đọc tới nè ok chẳng khi tranh màu sát mền tên khi tranh màu mê môi mê pi khi dân đặt tham mêประมาณ rumor tầm rồi